សួស្តីអ្នកនរគ្នាតាក់ទងជាមួយនឹងវីដេអូនេះខ្ញុំចង់ចែករំលែកណាតាក់ទងជាមួយនឹងបំលែងអក្សរនៅក្នុងរូបភាពណាអូខេពាក់ព័ន្ធជាមួយនឹងអក្សរនៅក្នុងរូបភាពដោយប្រើកម្មវិធីKeep Note អូខេខ្ញុំបង្ហាញបងប្អូនមើលទៅនេះចឹងណានេះកម្មវិធីរបស់យើង Keep Note ណាកម្មវិធីនេះគឺកម្មវិធីរបស់ Google ទេណាអូខេកម្មវិធីរបស់ Google ទេ Keep Note របស់យើងភាគច្រើន Samsung ហើយខ្ញុំប្រើថតនេះខ្ញុំប្រើបំលែងនេះគឺTab A8 ណារបស់ Samsung ឯងអត់ដឹងទូរស័ព្ទក្រៅពី Samsung ហ្នឹងអត់ទាន់ដឹងថាវាប្រើបំលែងបានដែរឬអត់ខ្ញុំអត់ទាន់ដឹងដែរតែខ្ញុំដឹងថា tab របស់ខ្ញុំ A8 នេះមានន័យថាខ្ញុំអាចបំលែងវាបានណាបំលែងរូបភាពបំលែងអក្សរដែលនៅក្នុងរូបភាពហ្នឹងឲ្យមកចេញជាអក្សរដែលយើងអាច copy ទៅដាក់ Word បានណាអូខេឥឡូវឧបមាពាក់ព័ន្ធជាមួយនឹងឯកសារណាឧបមាខ្ញុំយកអក្សរមកខ្ញុំត្រូវកាត់បរិញ្ញាអញ្ចឹងអក្សរហ្នឹងខ្ញុំខ្ជិលវាយឡើងវិញខ្ញុំគ្រាន់តែយកអក្សរចេញពីរូបភាពណាអូខេខ្ញុំចូលកម្មវិធីហ្នឹងឥឡូវខ្ញុំណែនាំអ្នកទាំងអស់គ្នាទៅ download សិនណាអូខេតោះនេះឈ្មោះរបស់វាឥឡូវខ្ញុំណែនាំនៅក្នុងឈ្មោះវានៅក្នុង app សិនណានេះអ្នកដល់វាយ Keep Note មកអូខេណានេះ Keep Note នេះអ្នកទាំងអស់គ្នាខ្ញុំគូកឡោនពណ៌ជុំវិញឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺកម្មវិធីរបស់យើងណាដែលខ្ញុំបំលែងប្រើអក្សរនៅក្នុងរូបភាពហ្នឹងដើម្បីយក copy ទៅដាក់ Word ណាជាឯកសារដើម្បីទុកបរិញ្ញាសិស្សអីហ្នឹងគាត់ថាខ្ញុំខ្ជិលទៅសេពាក្យហ្នឹងឡើងវិញអីហ្នឹងមានន័យថាខ្ញុំគាត់ថា copy ទៅណាអូខេវាចេញជាអក្សរដែល copy ទៅដាក់ Word វាចំណេញពេលហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគាត់តែតម្លើងវាទៅចុចតម្លើងវាទៅបានហើយតែរបស់ខ្ញុំបានតម្លើងរួចហើយណាអូខេកម្មវិធីខ្ញុំបានតម្លើងរួចហើយឥឡូវយើងចូលដល់វគ្គពាក់ព័ន្ធជាមួយនឹងរបៀបប្រើណាហើយខ្ញុំបំលែងរបស់វាហ្នឹងតោះឥឡូវយើងទៅតាមដានទាំងអស់គ្នាអូខេយើងចូលទៅកម្មវិធីវាមកកន្លែង Keep Note នេះអូខេណាដើម្បីបញ្ចូលរូបភាពណារូបភាពដែលយើងចង់យកអក្សរចេញពីរូបភាពហ្នឹងអ្នកទាំងអស់គ្នាមានសញ្ញាបូកណាអូខេអ្នកនរមើលឃើញសញ្ញាបូកអូខេណាឃើញសញ្ញាបូកហ្នឹងអូខេពាក់ព័ន្ធដែលអ្នកនរត្រូវបញ្ចូលរូបភាពនៅកន្លែងហ្នឹងអញ្ចឹងអ្នកនរគាត់ select សញ្ញាបូកទៅហ្នឹងមកអូខេឥឡូវខ្ញុំលុបនេះចោលសិនចុចសញ្ញាបូកមកអ្នកនរចូលយករូបភាពណាអ្នកនរចូលរូបភាពទៅនេះអត់តន់ខ្ញុំនិយាយកន្លែងហ្នឹងអូខេចូលយករូបភាពអញ្ចឹងចូលយករូបភាពទៅនឹងមកតបមកអ្នកនរនេះរើសយកនេះខាងក្រោមនេះណា show image នេះណា show image ហ្នឹងអូខេណាតោះ select លើអានេះមកឥឡូវអក្សរមួយណាណាបើគណិតវារៀងញ៉ៃវាអត់ស្គាល់ទេណាហើយអក្សរដែលវាស្គាល់ហ្នឹងគឺ font Unicode បើ Lemon វាញ៉ៃវាស្គាល់តិចទេណាអញ្ចឹងគឺកម្មវិធីនេះបានតែ Unicode ទេណាអូខេបើអក្សរសម័យមុន Lemon អីហ្នឹងគឺរៀងញ៉ៃអញ្ចឹងខ្ញុំទៅរើសយករូបភាពណាអាណាដែលអក្សរតិចសម្រាប់ឲ្យឧទាហរណ៍អ្នកទាំងអស់គ្នាមើលចុះណាហើយខ្ញុំយកអានេះចុះណាយកនេះកុំឲ្យតិចដើម្បីឲ្យអ្នកផ្ទៀងមើលតើវាត្រូវបានប្រមាណភាគរយអីហ្នឹងកន្លែងហ្នឹងអូខេអញ្ចឹងខ្ញុំជ្រើសយកទៅនឹងមកអូខេចឹង select លើវាមកហើយអ្នកចុចដានមកអូខេណាអ្នកឃើញចេញណាអូខេឃើញចេញហើយតោះបន្ទាប់ពីឃើញចេញហើយអ្នកទាំងអស់ select លើវាមកអូខេ select លើវាណាអូខេខ្ញុំទាញខាងនេះមកបន្តិចសិនអូខេអ្នកទាំងអស់ឃើញសញ្ញារូប
ចុច3ណាឃើញសញ្ញារូបចុច3នៅទៅនេះណាសញ្ញារូបចុច3នៅទៅនេះឃើញសញ្ញារូបចុច3ទៅហ្នឹងអ្នកចុចកន្លែងទៅហ្នឹងទៅឃើញគេថាgrab image text នៅខាងលើនេះខាងលើនេះណាអូខេនេះណាអូខេកន្លែងខាងលើគេបងអស់ហ្នឹង grab image ណាអូខេ text របស់យើងហ្នឹងយើងចូលហ្នឹងមកអូខេដបងវាអត់ទាន់ចេញភ្លាមទេអ្នកនរគ្នាណាដបងវាអត់ទាន់ចេញភ្លាមគាត់ថា text មកវាអត់ទាន់រត់ចេញមកភ្លាមទេណានេះវាថានេះអត់ទាន់បានឡើយនេះណាហ្នឹងហើយអត់ទាន់បានរៀបចំតោះឥឡូវយើងចុចលើរូបនឹងម្ដងទៀតណាចុចលើរូបនឹងម្ដងទៀតអូខេចុចលើរូបម្ដងទៀតចូលកន្លែងត្រី3នឹងម្ដងទៀតមកណាអូខេចូលកន្លែងត្រី3អូខេតោះសាថ្មីម្ដងទៀតអ្នកនរគ្នាអូខេសាថ្មីម្ដងទៀតអូខេនេះវាបញ្ជាក់ហើយណាអ្នកនរវាបញ្ជាក់ណាអូខេឃើញវាបញ្ជាក់ខ្ញុំគូបង្ហាញបន្តិចណាអូខេឃើញវាបញ្ជាក់ខុសពីមុនណាអូខេណាយ៉ាណាអូខេនេះបញ្ជាក់ខុសពីមុនណាអូខេតោះឥឡូវយើងទៅមើលអត្ថបទរបស់យើងខ្ញុំមើលក្បាលដំបូងសិនណាអូខេផ្កាយ41អូខេឥឡូវវាចេញផ្កាយ41អត់ផ្កាយ41វាចេញណាវាសេត្រូវណាអូខេទី2តោះចំណងជើងនេះមានសំណួរអានឹងជាសំណួរជាទូទៅដំណើរការទទួលរងនៅការបំផ្លាញពីសត្វចង្រៃពីសត្វចង្រៃនៅផ្នែកណាខ្លះណាអូខេតើដំណាំទទួលរងឥឡូវយើងទៅមើលត្រឹមត្រូវប្រមាណភាគរយណាអូខេជាទូទៅតើដំណាំទទួលរងនៅការបំផ្លាញពីសត្វចង្រៃនៅផ្នែកណាខ្លះអញ្ចឹងមានន័យថាសំណួរហ្នឹងគឺត្រូវ 100% ហើយអត់មានអីខុសទេវាម្លែងមកម្លែងរូបភាពជាអក្សរហ្នឹងគឺបាន 100% ហើយកន្លែងហ្នឹងណាអូខេណាតោះយើងទៅមើលបន្តទៀតមើលចម្លើយដែលយើងជ្រើសរើសជាទូទៅដំណាំច្រើនទទួលរងនៅការបំផ្លាញពីសត្វចង្រៃនៅផ្នែកដូចជាឫសគល់ដើមមែកនិងស្លឹកអូខេណាយើងទៅមើលដើមរបស់គេណាជាទូទៅដំណាំច្រើនទទួលរងនៅការបំផ្លាញពីសត្វចង្រៃនៅផ្នែកណាដូចជាឫសគល់ដើមមែកនិងស្លឹកណាអានេះដកឃ្លីអីហ្នឹងវាអត់ដូចដើមទេអញ្ចឹងនិយាយថាឃ្លីហ្នឹងវាអាចលៀងខ្លះណាតែបើអក្សរហ្នឹងយើងមើលទៅគឺត្រូវទាំងអស់ហើយណាអក្សរគឺត្រូវទាំងអស់ឃ្លីឃ្លងចាំបីថាបន្ទាត់ដកឃ្លីដកអីហ្នឹងវាមិនដូច 100% ទេណាតែបើអក្សរហ្នឹងគឺទទួលបាច់យកបានហើយអក្សរទទួលយកបានហើយណាអូខេហ្នឹងត្រឹមត្រូវណាអូខេមកឥឡូវខ្ញុំសាកថ្មីឲ្យអ្នកទាំងអស់គ្នាមើលម្ដងទៀតកន្លែងហ្នឹងអូខេខ្ញុំសាកថ្មីម្ដងទៀតចាស់ណាតោះឥឡូវខ្ញុំបិទអានេះចោលសិនណាអូខេតោះសាកថ្មីដំបូងអ្នកនោះចូលកម្មវិធីមកណាអូខេខ្ញុំបិទសាកថ្មីសិននេះចូលកម្មវិធីនឹងមកពេលយើងចុចបើកអ្នកនោះចុចបើកកម្មវិធី Keepnote ហ្នឹងអូខេណានៅចុចធម្មតាមកអ្នកទាំងអស់គ្នាឃើញសញ្ញាបូកនៅត្រង់នេះហើយណាអូខេឃើញសញ្ញាបូកនៅត្រង់ហ្នឹងអញ្ចឹងយើងចុចទៅនឹងមកណាអូខេចុចមកកន្លែងទី2ណា image នេះណាអូខេចុចកន្លែងហ្នឹងមកចុចលើមកហើយយកអាខាងក្រោមនេះអូខេណាចុះ image ណាអូខេរើសយកហ្នឹងមកអូខេតោះបើកណិតវាអត់សូវស្គាល់ទេណាអូខេវាអត់សូវស្គាល់ទេឥឡូវខ្ញុំសាកបំលែងអក្សរឲ្យរៀងច្រើនបន្តិចមើលណាអូខេអាណាតបាត់រៀងច្រើនខ្ញុំរើសយកអាណារៀងច្រើនបន្តិចមើលគាត់មាន font ខ្លះអត់ស្គាល់ណាឥឡូវខ្ញុំយកនេះចាស់ខ្ញុំអត់យកនេះទេអូខេឥឡូវខ្ញុំសាករៀងច្រើនបន្តិចនឹងមើលតោះមកយើងចូលហើយវាចេញរូបភាពហើយអ្នកអត់ select លើរូបភាពណាចុចលើរូបភាពនេះចុចលើរូបភាពកន្លែងហ្នឹងណាអូខេណាមកចុចលើរូបភាពអ្នកអត់ឃើញ
ត្រី3នេះអ្នកអត់ចូលកន្លែងត្រី3ណាចូលកន្លែងត្រី3ដាក់ចូលមកអ្នកអត់ select យកអាខាងលើគេនេះណាអូខេមាននេះខាងលើគេហ្នឹងចុចយកអាហ្នឹងមកអូខេណាចុចយកលើគេវាអត់តាន់បានទេណាវាចេញថាវាអត់តាន់បាននៅឡើយទេអញ្ចឹងណាអូខេវាអត់តាន់បានរៀបអក្សរយើងសរសេរអក្សរយើងនៅឡើយទេអញ្ចឹងយើងសាថ្មីម្ដងទៀតណាអូខេ select លើរូបហ្នឹងសាថ្មីម្ដងទៀតហើយយើងចុចវាម្ដងទៀតមកលើកន្លែងត្រី3ហ្នឹងអ្នកនរគ្នាចូលកន្លែងហ្នឹងមកអូខេហើយសាថ្មីទៀតមកអូខេម្ដងនេះគឺវាប្រាប់ហើយណាអូខេវាប្រាប់ដំណើរការហ្នឹងគឺទៅបានហើយណាអត់អីឥឡូវយើងចាំតែមើលតើអក្សរច្រើនតើវាត្រូវបានប្រមាណភាគរយដែរបាទឥឡូវរៀបរាល់ហើយអញ្ចឹងយើងចាំតែមើលរបស់វាណាអូខេនេះមើលដំបូងមើលគេថាកូនប្រុសទទួលក្រុមអសូមវាយណាក្រុមអសូមវាយ2ចុចអូខេនេះកូនប្រុសទទួលក្រុមអសូមវាយ2ចុចអូខេណាបាយបាទអូខេតមកទៀតណាទី1បាទទី1ឈប់មើលកន្លែងនេះដូចជាទី2ទី3ណាទី3អានោះវាឡើងទៅលើវិញអូខេជាមួយទី3ជាមួយទី3វាត្រូវដែរអត់អាទី3រៀង error តែបន្តិចណាទី3សែនកំណត់ណាលក្ខណៈក្រុមឈាមណាសែនកំណត់លក្ខណៈក្រុមឈាមមនុស្សមាន3ប្រភេទអូខេអានេះរៀង error បន្តិចណាទៅជានេះឡើងទៅលើវិញណាអូខេនេះចំនួនអូខេចំនួន3ហើយយើងមើលរបស់យើងនេះវារៀង error តែបន្តិចណាអូខេតែអីយើងកែតម្រូវទៅតាមហ្នឹងទៅណាអូខេមានន័យថាអក្សរនេះត្រូវរត់មកនេះវិញណានេះអូខេនេះ3វាត្រូវតនៅកន្លែងនេះណាអូខេ3ហ្នឹងចំនួន3ហ្នឹងអូខេអញ្ចឹងវា error បន្ទាត់ clear នឹងដែរណាអូខេតែអក្សរអត់អីទេទទួលយកបានមើលទី4 error អីអត់យើងមើលទី4មើលចំពោះមនុស្សណាភេទចំពោះមនុស្សភេទរបស់កូនអាស្រ័យនឹងអូខេឥឡូវយើងមើលរបស់ដើមយើងវិញចំពោះមនុស្សភេទណាចំពោះមនុស្សភេទរបស់កូនអាស្រ័យនឹងអូខេអត់អីទេអានេះយើងអាចទទួលយកបានអញ្ចឹងតែប៉ុណ្្នឹងឯងអ្នកនរគ្នាណាវាមិនល្អត្រូវបាន 100% ទាំងអស់ទេណាខណ្ឌសញ្ញាអីដក clear អីក៏វា error ទៅតាមនឹងដែរណាតែបើអក្សរអីគឺមកវិញគឺប្រមាណគឺត្រូវទាំងអស់អត់អីទេណាអូខេអញ្ចឹងអរគុណច្រើនអ្នកនរគ្នាណាជូនពរឲ្យសុខភាពល្អ